សាច់ផាត់របស់យើងគឺខ្ញុំយកចេញពីធ្វើពីសាច់ជ្រូកអញ្ចឹងតើតើជាមួយនឹងការធ្វើផ្ដើមឡើងគឺខ្ញុំអត់ដែលបានរៀនតើតើជាមួយនឹងការធ្វើបែបហ្នឹងទេហើយនេះគឺជាលើកទី1នៃការធ្វើសាច់ផាត់របស់យើងធ្វើអំពីសាច់ជ្រូកហើយសាច់ជ្រូកហ្នឹងគឺខ្ញុំជ្រើសរើសសាច់ជ្រូកសុទ្ធដើម្បីយកមកស្ងោរវាហើយរូបមន្តដែលយើងធ្វើគឺយើងមានទី1តើតើជាមួយនឹងទឹកស៊ីអ៊ីវស្ករសដាក់បន្តិចមកហើយអំបិលរបស់យើងបន្តិចមកហើយយើងមានរូបមន្តតែ3មុខហ្នឹងទេហើយបន្ទាប់មកទៀតគឺយើងដាក់ស្ងោរវាហើយការដាក់ស្ងោររបស់យើងហ្នឹងគឺយើងដាក់ស្ងោរវាឲ្យចូលជាតិគ្នាឲ្យឆ្អិនហើយយើងនឹងយកវាមកធ្វើទៅលើការហែកវានៅពេលវាឆ្អិនហើយរៀងស្ងួតហើយចំពោះទឹកដែលស្ងោររបស់យើងដាក់ហ្នឹងគឺដាក់ទឹកតែ1 លីត្រទេហើយសាច់ជ្រូក1 គីឡូហើយបន្តទៅទៀតនេះគឺយើងបំបែកវាជាចំណិតហើយនៅពេលដែលយើងដាក់ជ្រុំអញ្ចឹងហើយខ្ញុំគាត់បានថតទៅលើភ្លើងដែរហើយតកតងជាមួយនឹងភ្លើងរបស់យើងគឺយើងបើកហឹមដើម្បីឲ្យមានកម្ដៅនឹងហើយតមកទៀតគឺយើងញីវាហើយតកតងជាមួយនឹងការធ្វើនេះគឺយើងធ្វើរយៈពេលយូរអញ្ចឹងបងប្អូនព្យាយាមនឹងធ្វើដូចខ្ញុំរហូតដល់វាបែកហើយវាស្ងួតហើយនៅពេលដែលវាស្ងួតវាឆ្អិនហ្នឹងគឺយើងយកមកភ្លក់មើលនៅពេលដាក់ចូលមាត់ហ្នឹងគឺវាច្រោកតែម្ដងហើយកណាច្រោកហើយគឺយើងអាចឈប់បានហើយនៅពេលដែលយើងតន់អញ្ចឹងមើលយើងឆ្កឹះវាអត់សម្រាប់ទេហើយចូល1 ម៉ោងជាងនៅពេលដែលយើងពេញធ្វើវាហើយហ្នឹងបានវាស្អាតវាស្រួយវាស្ងួតទឹកដែលយើងបានស្ងោរហើយនៅពេលដែលយើងធ្វើហ្នឹងគឺយើងព្យាយាមកូរវាអត់មានដាក់ដៃចេញទេគឺយើងកូរអង្គុយកូរក្តៅបន្តិចអីចឹងទៅយើងក្តៅហើយក៏យើងត្រូវធ្វើវាកូររហូតទៅដល់វាចេញបែបហ្នឹងឯងបងប្អូនព្យាយាមធ្វើអញ្ចឹងទៅហើយយើងបានជាសាច់ផាត់ហើយ1 គីឡូបានយ៉ាងច្រើន1 ខាំ2 ខាំអស់ហើយសាច់ផាត់របស់យើងនឹងវាស្ងួតទៅវានៅសល់តិចមែនតែនហើយនេះគឺខ្ញុំកូរវាកូរវឹកអត់មានស្រាកស្រានទេបងប្អូនហើយលើកទី1ដែលខ្ញុំរៀនធ្វើសាច់ផាត់ហើយនៅពេលខ្ញុំធ្វើទៅវាបានជោគជ័យតកតងជាមួយនឹងយើងធ្វើនឹងហើយសាច់1 គីឡូមើលបងប្អូនឃើញច្រើនតែដល់ពេលយើងថ្លឹងទៅមិនបាន2 ខាំទេដឹងតែខ្ញុំសាច់ផាត់នេះគឺខ្ញុំអត់បានថ្លឹងវាទេហើយខ្ញុំព្យាយាមធ្វើរហូតទៅដល់មានសភាពមួយដែលស្ងួតដូចខ្ញុំបានជម្រាបជូនបងប្អូនហ្នឹងហើយនៅពេលសាច់ផាត់របស់យើងកូរបដាញីបដាក្តៅផងអីផងអញ្ចឹងទៅហើយយើងធ្វើបែបហ្នឹងវាឲ្យសាច់ផាត់របស់យើងវាស្ងួតល្អទុកបានយូរហើយនៅពេលដែលយើងបងប្អូនដែលធ្វើហ្នឹងគឺយើងច្រកថង់វាឲ្យជិតទៅហើយមុននឹងច្រកថង់ឲ្យជិតហ្នឹងគឺបងប្អូនអាចទុកវាឲ្យវាត្រជាក់ទើបយើងយកទៅច្រកថង់ណាយើងទុកទាំងនៅក្តៅយើងយកច្រកថង់ធ្វើឲ្យវាបែកញើសចឹងយើងទុកឲ្យបានយូរឆាប់ដុះផ្សិតហើយនៅពេលយើងធ្វើបែបហ្នឹងគឺយើងអាចទុកបានយូរសាច់ផាត់ហើយសាច់ផាត់របស់យើងក៏វារសជាតិឆ្ងាញ់ហើយបើសិនជាបងប្អូនចង់ដាក់គ្រឿងលៃប៊ីមិនឲ្យវាឈ្ងុយក៏យើងមានពោចកាក់អីដាក់ថែមដើម្បីឲ្យមានក្លិនឆ្ងាញ់ទៅរសជាតិល្អហើយតកតងជាមួយនឹងការញុំឬមួយក៏យើង
ធ្វើហ្នឹងគឺយើងធ្វើបែបដូចអ្វីដែលខ្ញុំបានដាក់នឹងវីដេអូនឹងបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងគឺយើងធ្វើយ៉ាងណាគឺឲ្យវាស្ងួតល្អអញ្ចឹងហើយយើងកូរបដើអីបដើអញ្ចឹងមកហើយខ្ញុំអត់មានសម្រាប់ទេបងប្អូនហើយនឹងនេះហើយដែលជាស្នាដៃរបស់ខ្លួនយើងផ្ទាល់ហើយសាច់ផាត់ងាយពីមុនខ្ញុំគិតថាវាពិបាកធ្វើតែដល់ពេលខ្ញុំធ្វើទៅវាស្រួលមែនតែនបងប្អូនហើយតកតងជាមួយនឹងការធ្វើបែបហ្នឹងហើយយើងចង់ធ្វើទុកហូបខ្លួនយើងឬមកក៏យើងចង់ធ្វើលក់អីបងប្អូនធ្វើបែបហ្នឹងហើយគ្រាន់ថាយើងប្រើពេលរៀងយូរនៅពេលដែលយើងធ្វើហ្នឹងហើយបងប្អូនធ្វើពីតិចក៏បានច្រើនក៏បានតកតងជាមួយនឹងធ្វើហ្នឹងហើយតកតងជាមួយនឹងសាច់របស់យើងត្រូវតែឲ្យប្រកបជាថានៅពេលយើងធ្វើសាច់ហ្នឹងគឺយើងអត់មានដើរតាណាទេ